ការរកលុយពី Facebook មិនមែនងាយស្រួលដោយដែលបងប្អូនគិតនោះទេពីព្រោះហេតុអ្វីខ្ញុំធ្លាប់ធ្វើវីដេអូពីមុនមកហើយគឺអ្នកដែលល្បីនិងអ្នកដែលធម្មតាសួស្តីបងប្អូនទាំងអស់គ្នាឥឡូវយើងជួបគ្នាសារជាថ្មីម្ដងទៀតហើយខ្ញុំកាន់ធ្វើវីដេអូយូរហើយមួយរយៈនេះគឺខ្ញុំអត់សូវបានបង្ហោះវីដេអូទេដោយសារតែមានការរវល់ហើយការធ្វើវីដេអូគឺមិនមែនអង្គុយថតហើយផុសនោះទេក៏យើងត្រូវយកវីដេអូហ្នឹងយកមកកាត់តឡើងវិញនិងរៀបចំឡើងវិញឲ្យស្អាតហើយនឹងដាក់ដំឡើងគុណភាពវីដេអូឲ្យបានច្បាស់ខ្ពស់ទៅតាមអ្វីដែល Facebook ត្រូវការហ្នឹងហើយប្រធានបទលើកនេះខ្ញុំចង់លើកអំពី MMO ដែលបច្ចុប្បន្ននេះគឺឃើញថាដោយសារតែមាន influence និងតារាល្បីៗយើងគាត់ផុសអំពីការរកលុយពី Facebook នៅក្នុងប្រទេសខ្មែរយើងគឺអាចមិនចាំបាច់ប្រើ VPN ឬក៏ admin បរទេសទេគឺឲ្យតែគ្រប់ធ្វើតាមគោលការណ៍ Facebook ទៅ Facebook នឹងទម្លាក់ 2CM ឲ្យហើយនេះជារឿងត្រឹមត្រូវហើយគឺបងប្អូនទាំងអស់គ្នាអាចរកលុយពី Facebook តាមរយៈFacebook ខ្មែរយើងមិនចាំបាច់ដាក់ VPN ក៏បានដែរឲ្យតែយើងផុសវីដេអូត្រូវតាមគោលការណ៍របស់ Facebook នឹងទម្លាក់ CM មកហើយប៉ុន្តែខ្ញុំគ្រាន់តែចង់បញ្ជាក់ប្រាប់បន្តិចថាការរកលុយពី Facebook មិនមែនងាយស្រួលដោយដែលបងប្អូនគិតនោះទេពីព្រោះហេតុអ្វីខ្ញុំធ្លាប់ធ្វើវីដេអូពីមុនមកហើយគឺអ្នកដែលល្បីនិងអ្នកដែលធម្មតាអ្នកល្បីគាត់ផុសវីដេអូមួយវីដេអូទោះបីជាគាត់និយាយ status គាត់និយាយផុសរូបថតក៏គាត់បាន view បាន like ជាច្រើនដែរខុសពីអ្នកសាមញ្ញធម្មតាគឺយើងផុសទៅគឺយើងទាមទារឲ្យយើងលេងជាមួយនឹងបងប្អូនដទៃទៀតដើម្បីផ្លាស់ប្ដូរ engagement ឲ្យបានធំដើម្បីឲ្យ Facebook នឹងជួយឲ្យ page របស់យើងរីកដូច្នេះបើគ្រាន់តែយើងផុសវីដេអូចោលហើយយើងមិនចូលទៅលេងជាមួយគេមិនទៅមើលវីដេអូគេមិន comment ជាមួយនឹងគេគឺ page របស់យើងវាអត់រីកចម្រើនទេវានៅត្រឹមហ្នឹងប៉ុន្តែនៅក្នុងនោះដែរបើសិនបើការដែលយើងលេងដោយមិនគោរពគោលការណ៍របស់ Facebook យើងយក page យកទៅលេងយកទៅ comment ហួសហេតុពេកឧទាហរណ៍ថា page យើងទៅបង្កើតថ្មីហើយយើងយកទៅលេងដែលយើងមិនបានគោរពគោលការណ៍ Facebook មិនយូរមិនឆាប់ page របស់យើងនឹងត្រូវ Facebook បិទការ like បិទការ comment ដោយសារតែយើងបំពានគោលការណ៍របស់គេដូចហើយនេះខ្ញុំសូមផ្ដាំផ្ញើដល់បងប្អូន MMO ដៃថ្មីទាំងអស់សូមកុំលេងផ្លូវកាត់ដូចជាការទៅដោះដូរ like follow ឬក៏ការទៅចាក់យក view ឬក៏ការទៅយក account យើងទៅ share ចូលក្នុងក្រុមញឹកញាប់ឬក៏ share ច្រើនដងច្រើនសារពេកដែលធ្វើឲ្យ Facebook ចាប់ថាជាបង្កើតនៅ spam អញ្ចឹងធ្វើឲ្យទាំង account ដែលយើង share ទាំងវីដេអូនៅក្នុង page របស់យើងហ្នឹងក៏ spam ដូចគ្នាគឺផុសមិនឡើងទេដូច្នេះការដែលយើងគោរពគោលការណ៍របស់ Facebook គឺជារឿងមួយដែលយើងត្រូវចងចាំហើយនឹងអនុវត្តតាមបាទសូមអរគុណ